បាទសួស្តីបងប្អូនថ្ងៃហ្នឹងបាទតនេហើយចិត្តចូលឆ្នាំផងប្រហើយការងារមួយឲ្យញៀវគាត់ឲ្យយើងជួយបូកឲ្យគាត់របៀបខ្មែរអានេះ Boss ME 70វាមិនសូវពិបាកបូកអីដែរទេឲ្យតែយើងយល់ពីវាអញ្ចឹងណា effect អីក៏ដោយអូខេអញ្ចឹងនេះខ្ញុំតេស្តសំឡេងសម្រាប់ខ្មែរឲ្យគាត់បាទនេះបងសំឡេងទី1បាទclean យើងលេងបែបក្បាច់ក៏បានហើយយើងចាប់អាគ័រក៏បានដែរយើងអត់យកស្រួយពេកទេខ្លាចចាក់ជាអញ្ចឹងណាបើសិនជាគាត់យកទៅគាត់ស្ទើរ high អាហ្នឹងគាត់អាចទៅឡើងខ្លួនឯងបាននៅលើ preamp នេះអញ្ចឹងឥឡូវយើងសលេងទី2របស់យើងសលេងការ៉ានេះយើងយកមកល្មមទេមក solo បាននេះគឺយើងអត់យកលងលួចពេកទេដោយសារនេះយើងសម្រាប់ solo ផងអញ្ចឹងណា solo បត់ពីដើមអញ្ចឹងហើយយើងយកសំឡេង lead របស់យើងយកប៉ុណ្នេះយើងរៀងតាយបន្តិចដោយសារចាស់គាត់លេងមួយអត់លេងញាប់ដូចយើងទេអញ្ចឹងយើងយក delay រៀងវែងបន្តិចហើយបងទី4សម្រាប់ overdrive សម្រាប់ power chord អីបាទហើយយើង solo ក៏បានដែរយើង power chord ក៏បានយើង solo ជា background ក៏បានឥឡូវយើងទៅបងមួយទៀតបងលេខ4ហើយសំឡេងទី1យើងគឺរបៀប modulation ប្រភេទ lamយើងលេងឡាំក៏ត្រឹមឡាំអីយើងដាក់វាទៅហ្នឹងបាទនេះទី2យើងបដើធម្មតាអញ្ចឹងទៅបាទមិនសូវមានអីច្រើនទេទី3យើងយករបៀប planger បដាកបាត់ពីដើមអីទី4ដូច clean ដែរតែយករៀង high តិចបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះបាយបាយ